សួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកលេងនៅឯស្រុកកំណើតរបស់ខ្ញុំហើយនេះជាទេសភាពនារដូវខែវស្សានៅចិត្តផ្ទះជុំវិញផ្ទះគឺមានដើមឈើលាស់ត្រួយខ្ចីមានទាំងផ្លែផ្កាហើយនេះគឺជាកំពីងដូងសុទ្ធ 100% អែមណាស់បងប្អូនអែមណាស់ពេញដូងហើយក៏បានដើរបេះបន្លែព្រៃមានស្លឹកងប់ស្លឹកស្អមហើយនឹងជីកទំពាំងខ្លះព្រោះដោយសារខែនេះមេឃភ្លៀងរហូតដូច្នេះហើយគឺសម្បូរណាស់ទំពាំងហើយនឹងបន្លែខៀវនៅតាមព្រំលបបេះផ្សេផ្សំគ្នាមានដំណងអីចឹងទៅលាយគ្នាមួយហើយខែនេះភ្លៀងចេះបានហូបស្លមួយមុខនេះគឺមានរសជាតិអែមតែមែនតែនហត់ក្តៅបើសិនជាយើងមានដាស់សាយអីតិចតួចអីហត់តឡនេះក្តៅគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយមែនតែនចង់និយាយថាធម្មជាតិ 100% ហ្មង